ការប្រេងនាយនៅក្នុងព្រៃដ៏ជ្រៅដែលមានពណ៌បៃតងស្រស់ស្រងាត់មានខ្លាដ៏កាចសាហាវមួយក្បាលរៀងរាល់ថ្ងៃខ្លានោះស្រែកគ្រហឹមធ្ងរយ៉ាងខ្លាំងដើម្បីបន្លាចសត្វទាំងអស់អ្នកណាជាអាហារថ្ងៃត្រង់របស់ខ្ញុំថ្ងៃនេះគាត់ស្រែកឡើងដោយបង្ហាញធ្មេញមុតស្រួចរបស់គាត់សត្វទាំងអស់ភ័យខ្លាចពួកគេបានលាក់ខ្លួននៅក្នុងដើមឈើនៅពីក្រោយថ្មនិងសូម្បីតែនៅក្នុងរន្ធមានតែទន្សាយតូចមួយប៉ុណ្ណោះដែលនៅស្ងៀមទន្សាយនេះតូចប៉ុន្តែឆ្លាតណាស់មានថ្ងៃមួយខ្លាស្រែកម្ដងទៀតថាឃ្លានយកអីមកញ៉ាំទន្សាយឆ្លាតបានលោតចេញពីរន្ធរបស់វាហើយនិយាយដោយគួរសមថាខ្លាដ៏អស្ចារ្យឲ្យខ្ញុំមកបម្រើអ្នកប៉ុន្តែខ្លាមួយទៀតបានបញ្ឈប់ខ្ញុំនៅតាមផ្លូវគាត់ថាគាត់ជាស្ដេចថ្មីនៃព្រៃស្អីខ្លាមួយទៀតខ្លាក្រហមចូលអ្នកបង្ហាញខ្ញុំថាគាត់នៅឯណាទន្សាយឆ្លាតញឹមដោយស្ងៀមស្ងាត់ហើយនាំខ្លាទៅអណ្ដូងចាស់មួយនៅកណ្ដាលព្រៃទន្សាយចង្អុលចុះហើយនិយាយថាគាត់រស់នៅទីនោះមើលគាត់កំពុងរង់ចាំអ្នកខ្លាបានផ្អៀងលើអណ្ដូងហើយឃើញការឆ្លុះបញ្ចាំងរបស់ខ្លួនក្នុងទឹកគាត់ស្មានថាជាខ្លាមួយទៀតខ្លាស្រែកឡើងហើយមានខ្លាឯទៀតមែនបន្លឺឡើងវិញខ្លាស្រែកហើយខ្លាទៀតក៏ស្រែកដែរខ្លាលោតចូលអណ្ដូងវាយសត្រូវបាញ់ប៉ុន្តែមិនមានខ្លាផ្សេងទៀតទេមានតែទឹកត្រជាក់ប៉ុណ្ណោះទន្សាយឆ្លាតសើចហើយនិយាយថាលើកក្រោយកុំធ្វើបាបអ្នកអតីតទៀតណាពេលនោះគាត់ក៏រត់ទៅឆ្ងាយយ៉ាងសប្បាយរីករាយខណៈសត្វទាំងអស់ចេញមកស្រែកហូហើយរ៉ាសម្រាប់ទន្សាយឆ្លាតចាប់ពីថ្ងៃនោះមកព្រៃក៏មានសន្តិភាពឡើងវិញហើយសត្វទាំងអស់រស់នៅយ៉ាងមានសេចក្តីសុខក្នុងព្រៃដ៏ស្រស់ស្រងាត់នោះ